ចាមែនទឹកពិសាកម្ពុជាទទួលបានមេដាយធំផុតលេខ Grand Goal ពីស្ថាប័នវិយតម្លៃគុណភាពពិភពលោក Mon Selection បញ្ជាក់អំពីគុណភាពស្តង់ដារល្អឥតខ្ចោះក្រុមហ៊ុនខ្មែរ Beverages គឺជាក្រុមហ៊ុនផលិតភេសជ្ជៈក្នុងស្រុក Made in Cambodia និងជាក្រុមហ៊ុនបត់សម្ព័ន្ធរបស់ក្រុមហ៊ុន Chipmunk Group ដែលបានបង្កើតឡើងដោយសហគ្រិនខ្មែរ 100% ដែលមានអ្នកអង្គការលៀងមេងដែលជាសហស្ថាបនិកនិងជាប្រធានក្រុមអគ្គនាយក Chipmunk Group ដែលមានចំនួនជាច្រើននិងវិនិយោគស្ទើរតែគ្រប់វិស័យនៅកម្ពុជារួមមានភេសជ្ជៈផ្សារទំនើបវិស័យសំណង់ធនាគារអចលនទ្រព្យសន្តាគាររោងចក្រឧស្សាហកម្មនិងវិស័យកសិកម្មជាដើមដើម្បីបង្ហាញឲ្យពិភពលោកបានឃើញនៅផលិតផលរបស់ខ្មែរដែលមានសមត្ថភាពប្រកួតប្រជែងនៅទីផ្សារពិភពលោកបានដោយដែលពិភពលោកកំពុងធ្វើដូចគ្នាមិនថាលើគុណភាពឬក៏ស្តង់ដារនៃផលិតផលនោះទេក្រុមហ៊ុនខ្មែរ Beverages មិនខ្លាចនៅក្នុងការនាំយកផលិតផលផលិតនៅក្នុងស្រុក Made in Cambodia មានដូចជាទឹកពិសាកម្ពុជាស្រាបៀរនិងភេសជ្ជៈរបស់ខ្លួនទៅធ្វើការប្រកួតប្រជែងនៅលើឆាកអន្តរជាតិអ្វីដែលក្រុមហ៊ុនខ្មែរ Beverages ពិតជាមានមោទកភាពនិងកិត្តិយសបំផុតនៅក្នុងនោះផលិតផលផលិតនៅក្នុងស្រុក Made in Cambodia បន្តឈ្នះនៅមេដាយធំផុតលេខ Grand Goal ពីស្ថាប័នវិយតម្លៃលើគុណភាពអន្តរជាតិ Mon Selection បញ្ជាក់ពីគុណភាពស្តង់ដារល្អឥតខ្ចោះគឺទឹកពិសាកម្ពុជាដែលត្រូវបានទទួលស្គាល់គុណភាពនិងស្តង់ដារនៃផលិតផលលំដាប់ពិភពលោកនេះគឺជាសក្ខីភាពក្នុងការដែលបញ្ជាក់ពីស្តង់ដារគុណភាពខ្ពស់នៃទឹកពិសាកម្ពុជាក្រោយពីផ្ទុះការគាំទ្រយ៉ាងខ្លាំងពីបងប្អូនប្រជាពលរដ្ឋខ្មែរលើទឹកពិសាកម្ពុជាដែលផលិតឡើងផ្ដោតសំខាន់ទៅលើបច្ចេកវិទ្យាទំនើបបំផុត Smart Triple Filter ដកកកដកក្លិននិងសារធាតុមិនចាំបាច់ចេញសម្រាប់សុខភាពនេះក្នុងឱកាសដែលទទួលបាននៅមេដាយធំផុតលេខ Grand Goal នេះពេលថ្មីនេះអ្នកអង្គការលៀងមេងសហស្ថាបនិកនិងប្រធានក្រុមអគ្គនាយក Chipmunk Group មានប្រសាសន៍នៅក្នុងការលើកឡើងថាយើងជាក្រុមហ៊ុនខ្មែរមួយដែលវិនិយោគឡើងដោយសហគ្រិនខ្មែរក្នុងរូបលោកជាឋានៈដឹកនាំកម្ពុជារបស់ក្រុមហ៊ុនមានចក្ខុវិស័យមួយដ៏វែងឆ្ងាយធ្វើយ៉ាងម៉េចដើម្បីនាំយកផលិតផលដែលផលិតនៅខ្មែរយើងឲ្យគេស្គាល់ជាពិសេសនៅ Mon Selection នេះដោយផ្ទាល់តែម្ដងដែលជាស្ថាប័នអន្តរជាតិវាយតម្លៃយ៉ាងម៉ត់ចត់ទៅលើគុណភាពស្តង់ដារនិងការវេចខ្ចប់នៃផលិតផលដែលមានក្រុមហ៊ុនលើពិភពលោកជាង100ប្រទេសដែលបានយកនៅផលិតផលមកប្រកួតប្រជែងគ្នាជាពិសេសក្រុមហ៊ុនខ្មែរ Beverages គឺទទួលបានទៅនឹងមេដាយរយៈពេល10ឆ្នាំជាប់គ្នាហើយយើងបាននាំយកផលិតផលផលិតនៅខ្មែរមកទីនេះគឺដើម្បីឲ្យគេស្គាល់ប្រទេសរបស់យើងផង Made in Cambodia ផងហើយយើងនាំយកផលិតផលដែលផលិតនៅខ្មែរមកនេះគឺដើម្បីឲ្យគេស្គាល់ប្រទេសយើងផង Made in Cambodia ផងអ្វីដែលសំខាន់បំផុតនោះគឺគុណភាពហើយយើងមិនមែនផលិតមកឡើងដើម្បីតែធម្មតានោះទេគឺផលិតមកឲ្យល្អគុណភាពមួយដែលគេទទួលស្គាល់នៅលើពិភពលោកអញ្ចឹងហើយទើបក្រុមហ៊ុនខ្មែរ Beverages ទទួលបានមេដាយមាស10ឆ្នាំជាប់គ្នាហើយអ្នកអង្គការលៀងមេងបានធ្វើការប្រកាន់នៅចំហយ៉ាងមុតមមថាលោកនឹងបន្តខិតខំធ្វើយ៉ាងម៉េចដើម្បីបណ្ដុះនៅធនធានរបស់យើងឲ្យមានគំនិតមួយគឺធ្វើយ៉ាងម៉េចឲ្យផលិតផលរបស់យើងផលិតចេញមកលក់នៅក្នុងស្រុកជាផលិតផលមួយដែលមានគុណភាពដ៏ល្អនិងមានស្តង់ដារដែលជាសេចក្តីទុកចិត្តរបស់អ្នកប្រើប្រាស់សូមធ្វើការបញ្ជាក់ជូនផងដែរថាក្នុងរយៈពេល10ឆ្នាំមុននេះគ្រប់ផលិតផលភេសជ្ជៈរបស់ក្រុមហ៊ុនខ្មែរ Beverages គឺទទួលបានទៅនឹងមេដាយសរុបចំនួន45គ្រឿងដែលជាការបញ្ជាក់យ៉ាងច្បាស់អំពីគុណភាពខ្ពស់និងស្តង់ដារនៅលើឆាកអន្តរជាតិហើយនេះមិនមែនជាលើកទី1នោះទេដែលក្រុមហ៊ុនខ្មែរ Beverages ទទួលបានមេដាយពីស្ថាប័នវិយតម្លៃលើគុណភាពអន្តរជាតិ Mon Selection ពេលនេះខ្ញុំជួនអ្នកគ្រីពីកម្មវិធី MJ TV News